bán nó mà nàng bấm đập bấm với ăn tôi mà đặt mà mùi sần quá đôi tại bong bộ mang khơi nơi khẳng đam video hay bong nhưng có tụ bong tray nơi stưng á chả hay khai này tray stưng cứ trâu tràn mình tên bong bộ nơi tam sa tam ấy cứ số nè nhom man vô tray stưng nắng vô mà slo mà chủ đam chơi hay bong bẹt trâu bài nắng bong bộ ôi vậy bị tha chung mui mình tên mà bong bộ hay tray mưa chả sro hay tên mẹ tha ban là tray thì chỉ cái năng mà một cái bong bộ man tray tràn nè miền tray real phong tray chỉ cái tray pun chả tray tôi tray thông cứ miền tray mình tên hay tray tôi nếu nhom ban vô mà thưa phỏ chả phỏ khá tư kho khá tư đó là đâu số 4 chân dương chập đam bột mồ phò có đôi chi chập đam hộp tray tray stưng đó bằng bồn chả cứ ruột chít cứ chung ngành sạch cứ ai mình tên hay slo mà chu anh chân rồi có ngó chuột sao ấy chân á rồi bị tha chiết đó tất tiết nào bằng bồn hay ngàyนี้nhưng mà thường mà chủ đam chơi hay đam chơi những cứ đam chơi đam luôn anh thì bằng bồn này đam chơi chỗ video cắt đam chơi nó kiên té nó nhé chả bàn thọ đục hiệp ở bằng bồn mờ hay slom chủ đam chơi cứ ắt kho bị té bằng bồnประมาณ tê chả kêu kêu miên bờ bị chơi rồi đi và học hay nâng cái sang chả sầm rạp nhóm chơi chật mà chủ cái sang á nó về đại dương sloi cho mỗi đam chơi đó cứ video mình tèn tèn rồi chết cứ đứt chu chơi là mình tênแต่បើសិនជាបងប្អូនចំណូលខាង7ទុំក៏យើងអាចដាក់បានដែរចាតែគ្រាន់ថា7ទុំសម្រាប់ខ្ញុំរៀងស្លោទៅរៀងផ្អែមអញ្ចឹងណាហើយខ្ញុំចូលចិត្តជូរលះអញ្ចឹងខ្ញុំប្រើកសាំងចាហើយខ្ញុំប្រើកសាំងច្រើនដែរបងប្អូនហើយបងសឡខ្ញុំវិញមិនថាមកជូរមិនថាកកោមិនថាប្រហើអីទេគឺខ្ញុំចូលចិត្តប្រើប្រហុកគឺស្អុយប្រហុកហ្មងបានឆ្ងាញ់ចាមានបងប្អូនណាដូចខ្ញុំអត់ខ្ញុំចូលចិត្តប្រហុកណាចាស្លោគឺយើងអត់លះប្រហុកគឺអត់ឆ្ងាញ់ទេហើយអត់ជូរក៏អត់ឆ្ងាញ់ដែរអញ្ចឹងយើងធ្វើការជូរហើយដិតប្រហុកគឺបានរសជាតិម្ហូបយើងអញ្ចឹងគេហៅថាម្ហូបស្រែចំតួណាចាគឺឆ្ងាញ់ចាឥឡូវខ្ញុំចាប់តាមដាក់គ្រឿងក្រៅចូលគល់ក្រៃអីអញ្ចឹងមកដេកដើម្បីកាត់ជាតិឆ្អាបណាចាត្រីខ្ញុំអត់ស្រោះឲ្យបងប្អូនខ្ញុំដាក់ទាំងស្រស់អញ្ចឹងហ្មងហើយដាក់ប្រហុកដាក់អីចូលអញ្ចឹងទៅហើយនេះទឹកប្រហុកពេលយើងដាក់ប្រហុកទៅវាឡើងពពុះចាខ្ញុំច្រើនតែដុសចេញបងប្អូនពពុះរបស់ប្រហុកនឹងចេញមកកុំឲ្យវាខ្មៅទឹកយើងឲ្យទឹកសឡយើងឡើងថ្លាអញ្ចឹងយើងឧស្សាហ៍ដុសវាចេញមកហើយបងឃើញបងប្អូនមើលទឹកសឡខ្ញុំឡើងថ្លាហ្មងហើយស្លំជូរដើមចេកនេះណាបានតែដើមចេកជ្វាអញ្ចឹងហើយខ្ចីស្រស់ដែលយើងបេះធ្វើភ្លាមអញ្ចឹងគឺឆ្ងាញ់ណាបងប្អូនជឿឆ្ងាញ់មែនតើមិនថាតគួរមិនថាអីទេយើងអាស្រស់បន្លែស្រស់បែបហ្នឹងគឺយើងហូបទៅមានគេហៅថាមានក្លិនឈ្ងុយហើយមានរសជាតិផ្អែមរបស់បន្លែហ្នឹងណាចាអញ្ចឹងហើយខ្ញុំកំពុងតែស្លោបដាស្រាប់តែភ្ញៀវគាត់អញ្ជើញមកហាងណាគាត់ថាក្លិនឈ្ងុយស្លោក៏គាត់ដើរមកផ្ទះបាយគាត់ឃើញខ្ញុំកំពុងស្លោមកជូរដើមចេកហ្នឹងគាត់សុំមួយចានដែរចាគាត់ឲ្យខ្ញុំស្លោមួយចានឲ្យគាត់ដែរចាគ្នា2នាក់ហើយខ្ញុំក៏ដាក់មួយចានហ្នឹងប៉ុន្តែគាត់អត់ចង់បានត្រីស្ទឹងទេក៏ចង់បានកូនត្រីចង្វាជាមួយកាពឹសអូអាហ្នឹងក៏ត្រូវធៀបគ្នាដែរបងប្អូនចា
ចាបើបានចេកច្វាហើយទៅពឹសហ្នឹងនិយាយពីអែមហ្មងមានណាសឡមួយឆ្នាំងហ្មងឲ្យគាត់ឲ្យមានហូបតែសឡសុតគាត់កំងពីរមុខតែហ្នឹងដូចជាញោមពុះគោទៅយងចេកមួយហើយនឹងមកជូរដើមចេកនឹងមួយជាមួយកូនត្រីច្វាហ្នឹងណាលេងអស់មួយសឡមុនបងប្អូនចាដើមញោមពុះគោគាត់ថាគាត់ទៅហូបសឡឆ្ងាញ់ពេកគាត់ហូបឡើងហល់ហើយចាទឹកហូបទឹកផងកាកផងគាត់ថាហូបសឡឡើងហល់ឡើងឆ្អែតហើយតែពេលហើយសល់មួយមុខហ្នឹងហ្មងចាហើយមៀតគាត់ធំដែរសឡដាក់មួយឆ្នាំងទៅដាច់ប៉ិតហ្មងចាហើយឥឡូវមកដល់សឡរបស់ខ្ញុំគឺមកជូរដើមចេកបងម្រះព្រៅហ្នឹងតាមពិតទៅយើងអាចបងជាមួយនឹងមកអមក៏បានដែរតាមចំណូលចិត្តបងប្អូននេះតែសម្រាប់ខ្ញុំភាគច្រើនខ្ញុំចូលចិត្តដាក់ម្រះព្រៅតែមួយមុខហ្នឹងទេគឺគ្រប់គ្រាន់ហើយបងប្អូនឃើញមើលទឹកពុះឲ្យឡើងខ្ជូលឡើងជះឡើងក្លិនឈ្ងុយហ្មងហើយប្រហុកដែលខ្ញុំដាក់ហ្នឹងវាអត់សូវស្អុយអញ្ចឹងខ្ញុំបន្ថែមប្រហុកបាយខ្ទង់មួយចុងលាព្រាទៀតទៅកាន់តែឈ្ងុយចាកាន់តែឈ្ងុយប្រហុកអញ្ចឹងណាចាហើយប្រហុកខ្ញុំប្រហុកសាច់ឯបងប្អូនប្រហុកសាច់ចាអត់មានឆ្អឹងមានអីទេអញ្ចឹងខ្ញុំដាក់ទៅគឺវាគេហៅថាវាផុយវាលួយជាមួយនឹងទឹករបស់យើងហ្នឹងតែបើសិនជាប្រហុកឆ្អឹងយើងគួរតែជ្រុំវាជាមួយកត្រង់ប្រហុកកត្រង់អីចឹងណាតាមតែបងប្អូនធ្លាប់ធ្វើចឹងទៅតែខ្ញុំមានប្រហុកសាច់វាអាចនិយាយបានថាវាល្អមួយយ៉ាងដែរនៅពេលដែលយើងមានរបស់ស្រាប់ប្រហុកមានប្រហុកសាច់1គីឡូអីចឹងទុកប្រចាំគ្រួសារឬក៏ប្រចាំផ្ទះចឹងណាវាងាយស្រួលបងប្អូនចាហើយប្រហុករបស់ខ្ញុំនេះប្រហុកសាច់លេខ1ខ្ញុំយកមកល្អបងប្អូនខ្ញុំធ្វើទឹកប្រហុកធ្វើអីខ្ញុំប្រើតែប្រហុកសាច់ហ្នឹងទេគឺប្រហុកត្រីរ៉ស់យើងហ្នឹងណាចាហើយគេជាឆ្អឹងជាអីអស់ចឹងទៅហើយរសជាតិប្រហុករបស់គាត់ហ្នឹងគឺមិនប្រៃហើយក៏និយាយទៅគឺអត់ប្រើអំបិលខ្លាំងទេដោយបងប្អូនកន្លែងខ្លះធូរថ្លៃមិនពិតប៉ុន្តែយើងយកមកគឺប្រហុករបស់យើងហ្នឹងគឺសបោទៅដោយសបោអំបិលហ្មងវាប្រៃខេះហ្មងតែប្រហុកខ្ញុំទិញមួយខ្ញុំនេះអត់ទេគឺអត់មានអំបិលអត់មានក្រាមអំបិលក្រាមអីទេចាគឺមករសជាតិវាលក្ខណៈវាប្រៃលក្ខណៈឆ្ងាញ់ណាវាអត់ប្រៃអំបិលខ្លាំងណាចាអ្នកខ្លះទៀតគាត់ដាក់មកឃើញចិត្តតែអំបិលហ្មងចាអញ្ចឹងយើងពិបាកធ្វើម្ហូបដែរយើងពិបាកវាយគ្រឿងណាចាហើយឥឡូវយើងចាប់ដើមដាក់ត្រីដាក់អីចូលត្រីស្ទឹងយើងហ្នឹងចាដាក់ចូលមកកាន់វាឲ្យល្អិតមកបងប្អូនព្រោះត្រីស្ទឹងវារៀងមានឆ្អឹងច្រើនចាអញ្ចឹងប៉ុន្តែឆ្អឹងច្រើនប៉ុន្តែឆ្ងាញ់ចាយើងកន់វាឲ្យវាល្អិតមកចាដាក់ត្រីចូលហើយភ្លក់ម្ដងទៀតគឺរសជាតិគឺឆ្ងាញ់ណាស់បងប្អូនណាជូរស្អុយប្រហុកឆ្ងាញ់ហ៎សាឡខ្ញុំតែស្អុយប្រហុកគឺខ្ញុំឲ្យមេឃដៃហើយខ្ញុំចូលចិត្តណាប្រហុកចាប្រហុកឆៅប្រហុកអីហ្នឹងប៉ុន្តែគាត់ថាមិនសូវញ៉ាំញឹកប៉ុន្មានទេបងប្អូនអើយយើងបងប្អូនដឹងហើយយើងស្រីញ៉ាំគ្រឿងផ្អាប់ច្រើនអត់ល្អសម្រាប់សុខភាពចឹងណាចាឥឡូវទឹកពុះហើយយើងចាប់ដើមដាក់នេះរបស់យើងមកដើមចេករបស់យើងមកចាមកចអេហ្នឹងបើសិនជាខ្ញុំដាក់ទាំងអស់ដែលភ្ញៀវក៏អត់កំងគឺហូបគ្រប់បងប្អូនគឺគ្រប់តែពេលភ្ញៀវគាត់កំងចឹងទៅយើងកុំឲ្យភ្ញៀវគាត់ចាំយូរកន្លែងទៅកាប់ដើមចេកដើមអីយើងម្លែកចាឲ្យម្លែកឲ្យគាត់ហ្នឹងទៅវារៀងខើចម្ហូបខ្ញុំដែរចាអញ្ចឹងរួចរាល់ហើយណាបងប្អូនសឡមួយមុខហ្នឹងចាអញ្ចឹងបន្ទាប់ពីឆ្អិនហើយអស់ហើយភ្លក់គឺល្មមឆ្ងាញ់ហើយអស់ហើយយើងចាប់ផ្ដើមបង់ម្រះព្រៅរបស់យើងចាហើយម្រះព្រៅយើងគឺស្រស់បងប្អូនម្រះព្រៅអាករេញអាស្លឹករួញហ្នឹងឈ្ងុយមែនតើឈ្ងុយខ្លាំងជាងអាម្រះព្រៅមួយទៀតម្រះខ្ញុំមិនដឹងថាម្រះព្រៅនឹងគេដាំឬក៏យ៉ាងម៉េចទេណាបងប្អូនស្លឹកធំហើយខ្ញុំខាត់ដល់ច្រមុះក៏អត់ក្លិនឈ្ងុយដូចម្រះព្រៅស្រែរបស់យើងដែរចាហើយនេះខ្ញុំទិញមកពីផ្សារចាំមកម្រះព្រៅស្រែរបស់យើងណាសូម្បីតែយើងទុកក៏យើងទុកបានយូរដែរទុកទុំមកបាន 3-4 ថ្ងៃតែអាម្រះព្រៅស្លឹកធំហ្នឹងណាយើងទុកឲ្យបានយូរទេចាហើយបើក្លិនវិញគឺម្រះព្រៅស្លឹកករេញហ្នឹងណាបងប្អូនទិញទៅអត់ខកបំណងទេគឺក្លិនឈ្ងុយណាពេលដែលយើងបេះបែបហ្នឹងគឺវាក្លិនឈ្ងុយជាប់ដៃទៀតបងប្អូនចាអញ្ចឹងអស់ហើយណាបងប្អូនណាដល់រដូវខែគេហៅថាដល់ខែត្រីស្ទឹងមានហើយអញ្ចឹងបងប្អូនកុំភ្លេចវះផ្អកវះប្រហុកចាឬក៏ស្លស្លុកអីអញ្ចឹងប្រឡាក់ងៀតប្រឡាក់អីអញ្ចឹងទៅចាជាពិសេសគឺស្លម្ជូរអញ្ចឹងបងប្អូនគឺឆ្ងាញ់ណាស់បងប្អូនអើយខ្ញុំមួយឆ្នាំងហ្នឹងគឺ
ញ៉ាំអត់គ្រប់ទេជាមួយបុគ្គលិកខ្ញុំមកចាចឹងវីដេអូយើងមានតែប៉ុណ្្នឹងដែរបងប្អូនណាអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយបាយបាយ